វាគឺជារឿងដែលមិនគួរឲ្យជឿថាខ្សែលួសនេះអាចបង្កើតអគ្គិសនីបានឥឡូវវាភ្លឺហើយ Amazing! ថាខ្សែលួសនេះពិតជាអាចបង្កើតអគ្គិសនីបានមែនតើបងប្អូនដឹងទេថាវាកើតឡើងយ៉ាងដូចម្តេចនៅពេលដែលចរន្តអគ្គិសនីចេញពីថ្មពិលមកឆ្លងកាត់របបុំនៅខាងក្រោមខ្សែលួសនៅខាងក្រោមវានឹងបង្កើតដែនម៉ាញេទិកហើយដែនម៉ាញេទិកនោះវាមកឆ្លងកាត់ខ្សែលួសនៅផ្នែកខាងលើខ្សែលួសនៅផ្នែកខាងលើក៏បង្កើតអគ្គិសនីបានភ្លាមបាតុភូតនេះគេឲ្យឈ្មោះថា induction electromagnetic វាគឺជាមូលដ្ឋានគ្រឹះនៃការបង្កើតឧបករណ៍សារអគ្គិសនីដោយមិនប្រើខ្សែ